ដើម្បីរ៉ារ៉ាំងកណ្ដាប់ដៃដ៏សាហាវរបស់មេខ្លោងដែលវាប្រហារទៅលើម្ដាយក្មេកដែលកំពុងរងរបួសធ្ងន់នោះអ្នកបើកកង់3ដែលនៅក្បែរពួកគេមិនអាចបន្តលាក់ខ្លួនដូចជាខ្មោចទៀតឡើយគាត់បានហក់ចេញទៅខាងមុខម្ដាយក្មេករបស់គាត់ហើយក្រោមក្រសែភ្នែកដ៏ភ្ញាក់ផ្អើលរបស់មនុស្សគ្រប់គ្នាគាត់បានហក់ទាត់មួយជើងចំគៀមរបស់មេខ្លោងនោះយ៉ាងខ្លាំងកម្លាំងដ៏សាហាវនោះបានសាយភីដូចជារលកយ៉ាស៊ូណាមដែលធ្វើឲ្យមេខ្លោងនោះហោះទៅឆ្ងាយរាប់សិបម៉ែត្រនៅពេលនោះហើយទើបគ្រប់គ្នាដឹងថាអ្នកបើកកង់3ដែលពួកគេធ្លាប់តែមើលងាយនេះតាមពិតទៅគឺជាមហាបរិមាណគុណដ៏លាក់ខ្លួនមួយរូបអ្វីដែលពួកគេមិនបានដឹងនោះគឺថាគាត់គឺជាសិស្សច្បងចុងក្រោយរបស់មហាគ្រូគុណអាស៊ីបូព្រាគាត់បានហ្វឹកហាត់យ៉ាងខ្លាំងនៅក្នុងជម្រៅភ្នំអស់រយៈពេល15ឆ្នាំពេញរហូតមកដល់ពេលនេះសមត្ថភាពរបស់គាត់បានលើសពីគ្រូរបស់គាត់ទៅហើយដោយឃើញថាគាត់បានលើកខ្លួនយូរហើយមហាគ្រូក៏អនុញ្ញាតឲ្យគាត់ចុះពីលើភ្នំដើម្បីបំពេញកិច្ចសន្យាអាពាហ៍ពិពាហ៍វាបានកើតឡើងកាលពី15ឆ្នាំមុននៅពេលដែលគ្រួសារទាំងមូលរបស់គាត់ត្រូវបានគេតាមសម្លាប់សំណាងល្អក្មេងស្រីដែលបានភ្ជាប់ពាក្យជាមួយគាត់តាំងពីក្មេងបានជួយសង្គ្រោះគាត់នាងបានផ្ដល់ឲ្យគាត់នៅបន្តោងត្បូងថ្មខៀវ Jade Pendant ជាវត្ថុអនុស្សាវរីយ៍នាងបានប្រាប់គាត់ឲ្យយកវាទៅកាន់ទីភ្នាក់ងារការពារ Longview នៅពេលគាត់ធំឡើងដើម្បីរៀបការជាមួយនាងបន្ទាប់មកនាងក៏បានរត់ចេញទៅតែម្នាក់ឯងដោយមិនស្ទាក់ស្ទើរដើម្បីតាក់ទាញពួកឃាតករឲ្យចេញឆ្ងាយឥឡូវនេះ15ឆ្នាំបានកន្លងផុតទៅទោះបីជាយុវជនរូបនេះមានក្បាច់គុណដែលគ្មានគូប្រៀបក៏ដោយក៏គ្រូរបស់គាត់បានព្រមានគាត់ឲ្យរក្សាភាពស្ងប់ស្ងាត់ Low Profile បន្ទាប់ពីចាក់ចេញពីភ្នំគាត់មិនត្រូវបញ្ចេញសមត្ថភាពរបស់គាត់ឲ្យអ្នកអតីតឃើញឡើយបើមិនដូច្នេះទេវានឹងនាំមកនៅបញ្ហាយុវជនរូបនេះបានចងចាំពាក្យរបស់គ្រូហើយបានក្លែងខ្លួនធ្វើជាអ្នកបើកកង់3ពិតមែនតែដូច្នោះមែនភ្លាមបន្ទាប់ពីមកដល់ទីក្រុងគាត់បានឃើញក្រុមមនុស្សពាមួយក្រុមកំពុងគៀបសង្កត់ស្ត្រីទន់ខ្សោយម្នាក់ដោយឃើញភាពសាហាវឃោរឃៅរបស់ពួកគេគាត់មិនអាចឈរមើលបានឡើយនៅពេលដែលពួកគេឃើញគាត់ចូលមកពាក់ព័ន្ធពួកគេបានគំរាមសម្លាប់គាត់ដោយទឹកមុខដ៏សាហាវគាត់មិនខ្ជះខ្ជាយពាក្យសម្ដីឡើយដោយគ្រាន់តែគ្រវិចដៃយ៉ាងរហ័សកន្សែងរបស់គាត់បានហោះចេញដូចជាពស់វាបានវាចំពោះពាលនោះជាង10ដងការវានោះធ្វើឲ្យពួកគេវង្វេងស្មារតីទាំងស្រុងគ្រាន់តែមួយកណ្ដាប់ដៃប៉ុណ្ណោះពួកពាលទាំងអស់ក៏ដួលទៅលើដីនិងស្រែកយំនៅពេលនោះហើយទើបពួកគេដឹងថាពួកគេបានប៉ះចំមនុស្សខុសហើយមិនយូរប៉ុន្មានក្មេងស្រីនោះក៏ដឹងខ្លួនឡើងដោយប្រើភាសាសញ្ញានាងបានសួរថាគាត់បានជួយសង្គ្រោះនាងដោយរបៀបណាដើម្បីកុំឲ្យគាត់បញ្ចេញក្បាច់គុណរបស់គាត់គាត់បានកុហកថាគាត់រហ័សរហួនហើយបានបីនាងរត់គេចក្នុងអំឡុងពេលដ៏វឹកវរនោះក្មេងស្រីនោះប្រាប់ថាឈ្មោះរបស់នាងគឺ Shuel នាងគឺជាកូនស្រីនៃទីភ្នាក់ងារការពារ Longview ហើយគាត់ក៏កំពុងតែស្វែងរកកន្លែងនោះដែរដូច្នេះគាត់បានត្រឡប់ទៅផ្ទះជាមួយ Shuel បន្ទាប់ពីជួបជាមួយប្រធានទីភ្នាក់ងារយុវជនរូបនេះក៏បានឈានទៅមុខភ្លាមហើយដកបន្តោងត្បូងនិងកិច្ចសន្យាអាពាហ៍ពិពាហ៍ដែលគាត់បានរក្សាទុកអស់ជាច្រើនឆ្នាំមកបង្ហាញនៅពេលដែល Shuel បានឃើញបន្តោងត្បូងនោះទឹកភ្នែកក៏ស្រក់ពេញភ្នែករបស់នាងភ្លាមនាងបានដឹងថាគាត់គឺជាបុរសដែលនាងរងចាំអស់15ឆ្នាំប៉ុន្តែនៅពេលដែលនាងរំភើបចិត្តនឹងចង់បង្ហាញការពិតឪពុករបស់នាងបានកាត់បទនាងយ៉ាងខ្លាំងគាត់បានកុហកដោយនិយាយថាក្មេងស្រីតូចសួយបានបាត់ខ្លួនកាលពីប៉ុន្មានឆ្នាំមុនបន្ទាប់ពីបានជួយសង្គ្រោះនរណាម្នាក់ហើយសាកសពរបស់នាងមិនដែលត្រូវបានគេរកឃើញឡើយនៅពេលឮពាក្យត្រជាក់ទាំងនោះយុវជនរូបនេះមានអារម្មណ៍ខុសយ៉ាងខ្លាំងគាត់បានបែរក្រោយដើម្បីចាក់ចេញដោយមានបំណងស្វែងរកដំរុយនៅកន្លែងផ្សេងទៀតក្មេងស្រីនោះបានចាប់ដៃអាវរបស់គាត់យ៉ាងប្រញាប់នាងបានធ្វើសញ្ញាដៃយ៉ាងអស់សង្ឃឹមទៅកាន់គាត់ដោយសុំឲ្យគាត់ស្នាក់នៅនិងសម្រាប់2-3ថ្ងៃបន្ទាប់ពីគិតបាន2-3វិនាទីគាត់ក៏យល់ព្រមនៅពេលគាត់ដើរចេញគាត់មិនអាចជួយអ្វីបានក្រៅពីបែរក្រោយមកមើលដោយហេតុផលខ្លះក្មេងស្រីនេះមានអារម្មណ៍ថាស្គាល់មុខណាស់គាត់មិនដឹងឡើយថា Shuel គឺជាក្មេងស្រីតូចសួយពីការនោះទេកាលពីពេលនោះសួយត្រូវបានពួកឃាតករដេញតាមរហូតដល់ផ្លូវតរដោយភាពភិតភ័យនាងបានធ្លាក់ពីលើច្រាំងថ្មចោតដោយអចេតនាទោះបីជានាងនៅរស់ក៏ដោយក៏នាងបានរងរបួសធ្ងន់ធ្ងរនិងក្លាយជាមនុស្សឪពុករបស់នាងសង្ឃឹមថានាងអាចផ្លាស់ប្ដូរវាសនារបស់នាងបានទើបគាត់បានបដូរឈ្មោះនាងពីសួយទៅជា Gue ឥឡូវនេះនៅពេលដែលគាត់ឃើញយុវជនរូបនេះគ្រាន់តែជាអ្នកបើកកង់3គាត់មានអារម្មណ៍ថាបុរសនេះមិនស័ក្តិសមនឹងកូនស្រីរបស់គាត់ឡើយនោះហើយជាមូលហេតុដែលគាត់ព្យាយាមយ៉ាងខ្លាំងដើម្បីរ៉ារ៉ាំងពួកគេមិនឲ្យស្គាល់គ្នាគាត់បានព្រមានកូនស្រីរបស់គាត់ថាប្រសិនបើនាងហ៊ានតាក់ទងជាមួយគាត់នឹងសម្លាប់យុវជនរូបនេះដោយផ្ទាល់ដៃShuel បានញ័រខ្លួននៅពេលឮដូច្នេះម្ដាយរបស់នាងបានប្រញាប់មកបញ្ចុះបញ្ចូលនាងផងដែរគាត់បាននិយាយថាបុរសម្នាក់នេះមិនមានមូលដ្ឋានក្បាច់គុណអ្វីឡើយប្រសិនបើគាត់ស្នាក់នៅទីនេះនៅពេលដែលគាត់ចូលរួមក្នុងចំនួនពិភពក្បាច់គុណគាត់ប្រកាសជាបាត់បង់ជីវិតវាជាការល្អប្រសើរដែលបញ្ជូនគាត់ឲ្យចេញទៅវិញឆាប់ទន្ទឹមនឹងនេះដែរយុវជនរូបនេះបានដើរកាត់ទីលានវឹកហាត់របស់ទីភ្នាក់ងារគាត់បានឃើញសិស្សគុណកំពុងវឹកហាត់ប្រឆាំងនឹងការរៀបចំថ្មមានពាក្យចាំអារ៉ាមថាថ្មដៃខ្មៅទាំងនេះគឺមិនអាចបំផ្លាញបានទេគ្មាននរណាម្នាក់អាចកម្រើកវាបានសូម្បីតែ1អ៊ីងក្នុងរយៈពេល100ឆ្នាំមកនេះប៉ុន្តែសម្រាប់គាត់វាមិនមែនជារឿងពិសេសអ្វីនោះទេបន្ទាប់ពីមនុស្សគ្រប់គ្នាបានចាក់ចេញគាត់បានរើបំណែកឈើមួយពីលើដីបន្ទាប់មកគាត់បានបញ្ចេញកម្លាំងក្នុងខ្លួន Inner Power ហើយវាទៅលើការរៀបចំថ្មនោះក្នុងមួយប៉ព្រិចភ្នែកការរៀបចំថ្មនោះត្រូវបានបំបែកជាបំណែកនៅពេលដែលប្រធានទីភ្នាក់ងារនាំសិស្សគុណមកវឹកហាត់ក្បាលរបស់គាត់ស្ពឹកស្រពន់នៅពេលឃើញទស្សនវិជ្ជានោះថ្មបាក់នេះមួយមានស្នាមកាត់រលោងដូចកញ្ចក់សូម្បីតែមហាគ្រូដែលមានចំណាត់ថ្នាក់ខ្ពស់បំផុតក្នុងពិភពក្បាច់គុណក៏ប្រហែលជាមិនអាចធ្វើបែបនេះបានដែរប្រធានទីភ្នាក់ងារបានបញ្ជាឲ្យគ្រប់គ្នាស្វែងរកមនុស្សម្នាក់នេះមានតែគាត់ទេដែលអាចជួយសង្គ្រោះទីភ្នាក់ងារពីគ្រោះមហន្តរាយបាននៅពេលជាមួយគ្នានោះយុវជនរូបនេះបានរកឃើញ Shuel ហើយចង់និយាយលាប៉ុន្តែ Shuel នៅតែមិនអាចបោះបង់សេចក្តីស្រឡាញ់នេះបានមុនពេលគាត់ចាក់ចេញ Shuel បានឲ្យគាត់ពាក់អាពាហ៍ពិពាហ៍ដែលនាងបានត្រៀមទុករាល់ស្នាមដេរទាំងអស់ត្រូវបានដេរដោយចិត្តរបស់នាងថែមទាំងបានវេចខ្ចប់ប្រាក់សន្សំទាំងអស់របស់នាងដាក់ក្នុងប្រអប់ឈើដើម្បីឲ្យគាត់យកទៅធ្វើជាថ្លៃធ្វើដំណើរប៉ុន្តែពាក្យលាគ្នាគឺមិនអាចនិយាយចេញមកបានឡើយទឹកភ្នែកបានហូរពេញផ្ទៃមុខរបស់នាងដឹងច្បាស់ណាស់ថាប្រសិនបើនាងខកខានឱកាសនេះដើម្បីបង្ហាញខ្លួនឯងពួកគេប្រហែលជាមិនអាចជួបគ្នាម្ដងទៀតក្នុងជីវិតនេះឡើយដូច្នេះនាងបានសម្រេចចិត្តប្រាប់គាត់ពីអារម្មណ៍របស់នាងនិងបង្ហាញថាជានរណាខ្ញុំគឺសួយមកពីទីភ្នាក់ងារការពារ Longview ប៉ុន្តែនៅពេលនោះក៏មានសំឡេងស្រែកនិងជេរប្រមាថពីខាងក្រៅទឹកមុខរបស់ Shuel បានផ្លាស់ប្ដូរនាងដឹងថាគូប្រជែងរបស់ពួកគេគឺទីភ្នាក់ងារ Yang បានមកបង្កបញ្ហានាងបានលេបពាក្យដែលនាងចង់និយាយចូលទៅវិញហើយជំរុញឲ្យគាត់គេចខ្លួនតាមទ្វារក្រោយ
ដោយមើលទៅស្បែកជើងថ្មីនៅលើជើងរបស់គាត់យុវជនរូបនេះមិនអាចបញ្ឈប់ការព្រួយបារម្ភអំពីយួរបានឡើយដូច្នេះគាត់បានតាមនាងទៅទីធ្លាខាងមុខដើម្បីមើលថាមានរឿងអ្វីកើតឡើងដោយឃើញថាគាត់មិនទាន់ចាក់ចេញយួរបានជន់ជើងដោយភាពភ័យស្លន់ស្លោប៉ុន្តែវាយឺតពេលទៅហើយក្នុងការដកថយទីភ្នាក់ងារយ៉ាងយ៉ាងដែលកំពុងឈ្លានពានមានភាពក្រអឺតក្រទុំខ្លាំងណាស់មេដឹកនាំរបស់ពួកគេបានលើកដៃឡើងហើយបាញ់អាវុធលាក់កាយដ៏មុតស្រួច3ពួកវាហោះត្រង់ទៅកាន់ស្លាកសញ្ញាមាសនៅលើខ្លោងទ្វារសំណាងល្អសិស្សច្បងជាន់ខ្ពស់បំផុតបានប្រតិកម្មលឿនហើយចាប់បានពួកវាយ៉ាងណែនក្នុងមួយក្បាច់ភៀកគីមខាងទៀតបានប្រកាសយ៉ាងខ្លាំងក្លាថាពួកគេមកទីនេះដើម្បីដណ្ដើមយកតំណែងជាទីភ្នាក់ងារការពារលេខ1មេខ្លោងវ័យក្មេងរបស់ពួកគេបានប្រកាសយ៉ាងក្រអឺតក្រទុំថាគាត់ចង់ប្រកួតប្រជែងជាមួយក្បាច់គុណខ្លាំងបំផុតរបស់ Long Yu គឺការរៀបចំ Six Harmony Formation ពួកគេថែមទាំងបានដាក់ការភ្នាល់ដ៏គួរឲ្យអាម៉ាស់មួយថាប្រសិនបើកូនប្រុសរបស់គាត់បរាជ័យក្នុងការបំបែកការរៀបចំនេះពួកគេនឹងលុតជង្គង់សុំទោសនិងចាក់ចេញភ្លាមប៉ុន្តែប្រសិនបើគាត់ជោគជ័យ Long Yu នឹងត្រូវព្យួរទាំងស្លាកសញ្ញាអាម៉ាស់ដែលសរសេរថាចាញ់កដោយប្រឈមមុខនឹងការបង្កហេតុដ៏ច្បាស់លាស់បែបនេះប្រធានទីភ្នាក់ងារបានខឹងសម្បាយ៉ាងខ្លាំងគាត់បានបញ្ជាឲ្យសិស្សរបស់គាត់តម្រង់ជួរដើម្បីប្រយុទ្ធភ្លាមមេខ្លោងវ័យក្មេងនៅម្ខាងទៀតបានសើចចំអកគាត់បានហោះចូលទៅកណ្ដាលនៃការរៀបចំដោយផ្ទាល់ភ្លាមនៅពេលដែលពួកគេប៉ះទង្គិចគ្នាសិស្សគុណពីរនាក់បានបង្ខំឲ្យគាត់ថយក្រោយដោយការវាយលុករួមគ្នាគាត់បានដេញក្រោយជាច្រើនជំហានមុនពេលអាចរក្សាលំនឹងបាននៅពេលនោះហើយទើបគាត់ដឹងថាការរៀបចំ Six Harmony ពិតជាស័ក្តិសមនឹងឈ្មោះរបស់វាប៉ុន្តែឪពុកនិងកូននេះមានល្បិចកពួកគេបានរកឃើញអាចកំបាំងនៃការរៀបចំនោះរួចហើយមេខ្លោងវ័យក្មេងបានវាយលុកម្ដងទៀតដោយលើកនេះចលនារបស់គាត់លឿនជាងមុនជាច្រើនដងដោយឈរនៅខាងក្រៅយុវជនរូបនេះបានសម្លឹងមើលការប្រយុទ្ធគាត់បានឃើញចំណុចខ្សោយរបស់ភាគីទាំងពីរភ្លាមទី1ការវាយលុករួមគ្នានៃការរៀបចំនោះយឺតពេកដរាបណាគូប្រជែងលឿនល្មមគាត់អាចបំបែកពួកគេនិងកម្ចាត់ពួកគេម្ដងមួយទន្ទឹមគ្នានោះគាត់បានកត់សម្គាល់ឃើញថានៅពេលដែលមេខ្លោងវ័យក្មេងហក់ឡើងជើងស្ដាំរបស់គាត់ញ័រតិចនៅពេលចុះចតនោះគឺជាចំណុចខ្សោយដ៏ស្លាប់របស់គាត់ពិតមែនតែដូច្នោះមែនមេខ្លោងវ័យក្មេងស្រាប់តែបង្កើនល្បឿនគាត់បានវាយលុកមុនពេលការរៀបចំនោះអាចបិទបានដោយគ្រាន់តែពីរបីក្បាច់ប៉ុណ្ណោះគាត់បានបំបែកការរៀបចំទាំងមូលដោយឃើញស្ថានភាពជិតហួសពីការគ្រប់គ្រងយុវជនរូបនេះបានរើគ្រោះមួយដុំពីដីដោយចៃដន្យហើយបាញ់ទៅលើទេក្បែរនោះដោយភាពត្រឹមត្រូវឥតខ្ចោះជាមួយនឹងសម្លេងគ្រាប់បែកកង់រទេះក៏របូតចេញហើយរទេះនោះក៏ដួលរលំរបស់នេះប្រើបានយូរហើយសូម្បីតែកង់ក៏មិនអាចទ្រទ្រង់បានដែរជាពិសេសកង់ស្ដាមលំនឹងរបស់វាបានខូចតាំងពីមុនមកហើយនៅពេលសំខាន់វាតែងតែដាច់ចេញសិស្សច្បងមានកំហឹងយ៉ាងខ្លាំងនៅពេលលើបែបនោះគាត់បានស្រែកដាក់គាត់ដែលមិនចេះអានស្ថានភាពនៅពេលមានសត្រូវដ៏ធំនៅចំពោះមុខគាត់ពិតជាកំពុងនិយាយអំពីកង់រទេះដែលខូចប៉ុន្តែម្ដាយរបស់ទីភ្នាក់ងារដែលមានគំនិតមុតស្រួចបានចាប់បានអ្វីដែលមិនធម្មតានៅក្នុងពាក្យសម្ដីដែលហាក់ដូចជាឈួតរបស់គាត់ដោយធ្វើតាមការណែនាំរបស់គាត់នាងបានចាក់ផ្សាយការប្រយុទ្ធឡើងវិញនៅក្នុងចិត្តរបស់នាងរួចនាងក៏ដឹងភ្លាមយុវជនរូបនេះកំពុងរំលឹកថាជើងស្ដាំរបស់គូប្រជែងមានរបួសចាស់ជើងស្ដាំរបស់យ៉ាងមានរបួសចាស់កម្លាំងរបស់គាត់មិនស្ថិតស្ថេរទេស្មារតីរបស់មនុស្សគ្រប់គ្នាបានកើនឡើងភ្លាមពួកគេបានផ្លាស់ប្ដូរយុទ្ធសាស្ត្រភ្លាមមនុស្សគ្រប់គ្នាបានបោះបង់ការការពារហើយផ្ដោតទៅលើផ្នែកខាងស្ដាំក្រោមរបស់គាត់ដោយវាយប្រហារយ៉ាងខ្លាំងក្លាដោយឃើញគូប្រជែងត្រូវបានវាយរហូតដល់មិនអាចប្រយុទ្ធបានម្ដាយរបស់ទីភ្នាក់ងារទីបំផុតបានដឹងថាអ្នកបើកកង់3ម្នាក់នេះមិនមែនជាមនុស្សធម្មតាទេប៉ុន្តែបញ្ហានេះនៅឆ្ងាយពីការបញ្ចប់ដោយឃើញកូនប្រុសរបស់គាត់រងរបួសធ្ងន់ប្រធានទីភ្នាក់ងារគូប្រជែងបានភ្លេចការភ្នាល់ពីមុនរបស់ពួកគេទាំងស្រុងគាត់ថែមទាំងបានចេញបញ្ហាប្រឈមនៅនឹងកន្លែងដោយទាមទារការប្រយុទ្ធរហូតដល់ស្លាប់ជាមួយទីភ្នាក់ងារការពារ Long Yu អ្នកចាញ់នឹងត្រូវបំផ្លាញក្បាច់គុណរបស់ខ្លួននិងមិនអាចការពារការដឹកជញ្ជូនទំនិញបានទៀតឡើយតើអ្នកហ៊ានទេមុខរបស់ប្រធានទីភ្នាក់ងារបាននៅភ្លាមប៉ុន្តែយោងតាមច្បាប់នៃពិភពអ្នកការពារការប្រឈមមុខរហូតដល់ស្លាប់មិនអាចបដិសេធបានទេសិស្សច្បងក៏មិនអាចទប់ទល់បានដែរគាត់បានហក់ចេញទៅមុនដើម្បីសាកល្បងកម្លាំងរបស់បុរសចំណាស់នោះប៉ុន្តែដោយគ្រាន់តែមួយកណ្ដាប់ដៃប៉ុណ្ណោះគាត់ត្រូវបានវាយរហូតដល់សភាពវេទនាជាក់ស្ដែងបុរសចំណាស់ម្នាក់នេះមិនអាចមើលស្រាលបានទេដោយគ្មានជំរឿផ្សេងប្រធានទីភ្នាក់ងារក៏បានចូលខ្លួនឯងប៉ុន្តែក្នុងរយៈពេលប្រមាណឆ្នាំនេះគាត់បានរត់ទៅរត់មកដើម្បីទីភ្នាក់ងារក្បាច់គុណរបស់គាត់មិនដូចកាលពីមុនទៀតទេដោយឃើញបែបនេះគូប្រជែងកាន់តែមានភាពក្រអឺតក្រទុំថែមទៀតគាត់បានសើចចំអកប្រធានទីភ្នាក់ងារ Long Yu មិនមានអ្វីពិសេសនោះទេគាត់និយាយស្លាកសញ្ញាអ្នកចាញ់គឺសមនឹងពួកគេបំផុតដោយឃើញកេរ្តិ៍ឈ្មោះរាប់រយឆ្នាំរបស់ពួកគេចិត្តនឹងដួលរលំម្ដាយរបស់ទីភ្នាក់ងារបានរឹងចិត្តនាងបានឈានទៅមុខដោយមិនស្ទាក់ស្ទើរនាងដឹងថានាងខ្សោយជាងគាត់ខ្លាំងណាស់ប៉ុន្តែក្នុងគ្រាដ៏លំបាកនេះនាងមិនអាចដកថយបានទេនាងសុខចិត្តស្លាប់ក្នុងការប្រយុទ្ធជាងការចោះចាញ់ប៉ុន្តែចំពោះគម្លាតដ៏ធំនៃកម្លាំងបែបនេះម្ដាយរបស់ទីភ្នាក់ងារនៅតែមិនអាចផ្លាស់ប្ដូរលទ្ធផលបានក្អូម្ដាយគូប្រជែងបានជន់លើម្ដាយរបស់ទីភ្នាក់ងារគាត់បានបន្តសង្កត់ចុះធ្វើឲ្យរាងកាយរបស់នាងរងការឈឺចាប់ដោយឃើញម្ដាយរបស់ទីភ្នាក់ងារស្រែកដោយភាពឈឺចាប់ជួលដឹងថានាងមិនអាចឈរមើលបានទៀតទេប្រសិនបើទីភ្នាក់ងារដួលរំហើយម្ដាយរបស់នាងស្លាប់តើការរស់នៅមានប្រយោជន៍អ្វីទៅនាងបានដកបន្តោងត្បូងពាក់កណ្ដាលទៀតភ្លាមហើយធ្វើសញ្ញាប្រាប់ពីអារម្មណ៍ពិតរបស់នាងទៅកាន់យុវជនរូបនេះដោយសម្លឹងមើលបន្តោងត្បូងនៅក្នុងដៃរបស់គាត់គាត់បានដឹងភ្លាមថានាងគឺជាគូដណ្ដឹងដែលគាត់កំពុងស្វែងរកគាត់បានប្រាប់ឲ្យនាងចាក់ចេញយ៉ាងឆាប់រហ័សហើយកុំឲ្យជាប់ពាក់ព័ន្ធក្នុងចំនួនដែលគ្មានអ្វីតាក់ទងនឹងនាងនេះឡើយប៉ុន្តែបន្ទាប់មកនាងបានដើរទៅរកកម្ដាយរបស់នាងដោយមិនស្ទាក់ស្ទើរដោយមានបំណងបដូរជីវិតរបស់នាងដើម្បីជីវិតម្ដាយរបស់នាងដោយឃើញរូបរាងដ៏ផុយស្រួយរបស់ជួលយុវជនរូបនេះមិនអាចលាក់បាំងកម្លាំងរបស់គាត់បានទៀតឡើយគាត់នឹងបង្ហាញដល់មនុស្សគ្រប់គ្នាឲ្យដឹងពីអ្វីដែលនឹងកើតឡើងនៅពេលដែលពួកគេហ៊ានប៉ះពាល់ប្រពន្ធនិងគ្រួសាររបស់គាត់